ខំប្រឹងមិនបង្វេម្ចាស់ឡើយហុកសេរីដុល្លារនិងយូថមវណ្ណៈឈ្នះតំណែង Miss and Mr Supranational Cambodia 2026ត្រៀមលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ Hok Sari Dollar, your new Miss Supranational Cambodia 2026. Yuthon Vanna, your new Mr. Supranational Cambodia 2026. កញ្ញាហុកសេរីដុល្លារនិងលោកយូថមវណ្ណៈពិតជាមិនធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានិងបរិះឯកខកបំណងឡើយដោយអ្នកទាំងពីរបានឈ្នះតំណែង Miss and Mr Supranational Cambodia 2026ក្លាយជាបវរកញ្ញានិងបរិះឯកតំណាងកម្ពុជាត្រៀមធ្វើដំណើរឆ្លងទ្វីបដើម្បីលើកទង់ជាតិប្រទេសកម្ពុជាលើវេទិកាអន្តរជាតិនៅប្រទេសប៉ូឡូញនាចុងខែកក្កដាខាងមុខនេះវាមិនមែនជាភាពចៃដន្យដែលអ្នកទាំងពីរឈ្នះតំណែងនេះក្នុងចំណោមបេក្ខភាពជើងខ្លាំងជាច្រើនប៉ុន្តែគ្រប់យ៉ាងកើតចេញពីឆន្ទៈមោះមុតក្នុងការប្រកួតប្រជែងដោយមហិច្ឆតាចង់ឈ្នះមកុដនិងតំណែងដ៏អស្ចារ្យនេះក្នុងនាមជាបវរកញ្ញានិងបរិះឯកតំណាងកម្ពុជាតុលានិងវណ្ណៈបដិញ្ញាប្រតិបត្តិខ្លួនឲ្យបានល្អខ្ជាប់ខ្ជួនបង្កើតគម្រោងការងារថ្មីៗដែលអាចជួយដល់សហគមន៍និងសង្គមជាតិស្របពេលប្រទេសកម្ពុជាកំពុងត្រូវការអ្នកមានឥទ្ធិពលមករួមសាមគ្គីគ្នាជាធ្លុងមួយ About my commitment that in this competition is I want to inspire young people to more confident and follow on their dream, especially for the young generation, be more confident and follow on their dream. So like I am standing here today to achieve my dream. សម្រាប់ការតំណាងនៅក្នុងឆ្នាំ2026ទៅកាន់ Miss Supranational International ខ្ញុំសន្យាថានឹងយកការរៀបចំខ្លួនដែលខ្ញុំបានចំណាយពេលរៀបចំរយៈពេល2ដងដែលខ្ញុំខកខានទៅប្រកួតអញ្ចឹងខ្ញុំសង្ឃឹមថាការ represent របស់ខ្ញុំនេះផ្ទាល់នឹងធ្វើឲ្យកម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ទន្ទឹមនឹងនោះគឺការត្រៀមខ្លួនលើកទង់ជាតិព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិដ៏ធំសម្បើមនៃកម្មវិធី Miss and Mr Supranational 2026ដែលក្រុងនឹងរៀបចំឡើងនៅ Stekelaki Park Amphitheater ទីក្រុងនៅ Visage ប្រទេសប៉ូឡូញនាចុងខែកក្កដាឆ្នាំ2026ដោយរាត្រីផ្ដាច់ព្រាត់ Miss Supranational 2026នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី31ខែកក្កដាឆ្នាំ2026រីឯ Mr Supranational 2026រាត្រីផ្ដាច់ព្រាត់នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី1ខែសីហា ឆ្នាំ2026កញ្ញាហុកសេរីដុល្លារនិងលោកយូថមវណ្ណៈបដិញ្ញាលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិឲ្យពិភពលោកបានឃើញពីសមត្ថភាពពិតប្រាកដរបស់បវរកញ្ញានិងបរិះឯករបស់កម្ពុជាយើងអ្វីដែលមិនអាចបំភ្លេចបាននោះគឺការនាំយកមរតកវប្បធម៌ដ៏រស់រវើកនិងអស្ចារ្យបំផុតរបស់ខ្មែរយើងទៅបង្ហាញលើឆាកអន្តរជាតិឲ្យពិភពលោកដឹងថាខ្មែរជាប្រទេសដែលមានសិល្បៈវប្បធម៌និងអរិយធម៌ដ៏ចំណាស់ក្នុងតំបន់អាស៊ីអាគ្នេយ៍